ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលបង្ហាញវិធីធ្វើស្នូលសណ្តែកក្រហមដើម្បីយកទៅធ្វើស្នូលនំផ្សេងៗដូចជាស្នូលនំប៉ាវស្នូលនំពៀស្នូលនំលោកខែឬក៏ស្នូលនំមូជីនិងស្នូលនំផ្សេងៗទៀតបានអញ្ចឹងមុនទៅមើលវិធីធ្វើបងប្អូនដែលមើល Channel Malaysia អត់ទាន់ជួយ Subscribe សូមជួយ Subscribe សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតអញ្ចឹងយើងទៅមើលវិធីធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំប្រើសណ្តែកក្រហមចំនួន4ខាំឬក៏400ក្រាមហ្នឹងយកមកលាងទឹកឲ្យស្អាតបាន1ទឹក2ទឹកហើយបងប្អូនដាក់ឆ្នាំងមួយមកដាក់ទឹកកន្លះឆ្នាំងដាំទឹកឲ្យពុះហើយចាក់សណ្តែកក្រហមនឹងចូលរួចហើយយើងបិទភ្លើងណាយើងបិទភ្លើងយើងត្រាំសណ្តែកក្រហមក្នុងទឹកក្តៅហ្នឹងរយៈពេល4ម៉ោងឬក៏1យប់ក៏បានដែរពេលយើងត្រាំអញ្ចេះធ្វើឲ្យសណ្តែកយើងស្ងោរលើក្រោយគឺសណ្តែកយើងឆាប់ផុយឆាប់រលួយអត់ចំណាយហ្គាសអត់ចំណាយភ្លើងច្រើនអញ្ចឹងណាអញ្ចឹងយើងគ្របទុករយៈពេល4ម៉ោងក៏បានឬក៏1យប់ក៏បានចាអញ្ចឹងសណ្តែកខ្ញុំគឺខ្ញុំទុករយៈពេល1យប់ព្រឹកឡើងគឺខ្ញុំយកសណ្តែកដែលបានត្រាំក្នុងទឹកក្តៅទុកហ្នឹងមកលាងទឹក1ទឹក2ទឹកម្ដងទៀតដើម្បីឲ្យសណ្តែកយើងស្អាតហើយយើងដាក់សណ្តែកចូលទៅក្នុងឆ្នាំងដោយយើងដាក់ទឹកមកល្មមដើម្បីបន្តការស្ងោរសណ្តែកនោះធ្វើដូច្នេះយើងស្ងោររយៈពេលតែ30ទៅ40នាទីគឺសណ្តែកយើងផុយល្អហើយអញ្ចឹងដើម្បីឲ្យសណ្តែកខ្ញុំឆាប់រលួយគឺខ្ញុំបានដាក់សាប់ព្រាដៃដូច្នេះចំនួន3-4ទៀតគឺជួយឲ្យសាប់ព្រាយើងឆាប់ចម្លងកម្ដៅធ្វើឲ្យសណ្តែកយើងងាយស្រួលក្នុងការស្ងោរបើយើងស្ងោររយៈពេលតិចតួចគឺយើងឆាប់ផុយរលួយល្អយើងខ្ញុំស្ងោរតែ30នាទីទេឥឡូវសណ្តែកខ្ញុំមើលទៅឃើញផុយរលួយល្អហើយគឺខ្ញុំបិទភ្លើងហើយចាបិទភ្លើងបងប្អូនចង់ស្រង់យកទៅកិនទាំងក្តៅអញ្ចឹងក៏បានឬក៏បងប្អូនគ្របទុកសិនក៏បានដែរចាំពេលត្រជាក់ចាំយើងយកមកកិនក៏បានអញ្ចឹងខ្ញុំយកសណ្តែកមកដាក់ចូលក្នុងម៉ាស៊ីនកិនឬម៉ាស៊ីនក្រឡុកដោយខ្ញុំបំបែកក្រឡុក3ដងបងប្អូនតាមចិត្តបងប្អូនចង់ដាក់3-4ដងក៏បានដែរស៊ីសងលើម៉ាស៊ីនធំឬក៏តូចណាអញ្ចឹងយើងបំបែកមកល្មមទៅហើយកុំភ្លេចដាក់ទឹកដែលយើងស្ងោរសណ្តែកហើយហ្នឹងយកទឹកស្ងោរសណ្តែកហ្នឹងមកដាក់សរុបទាំងអស់គឺ500ក្រាមណាគឺកន្លះលីត្រដែលតែយើងបំបែកដាក់3ដងទៅតាមនឹងដែរដួសមកល្មមទៅបានហើយយើងដាក់ទឹកចូលដូច្នេះគឺស្រួលធ្វើឲ្យយើងកិនងាយស្រួលកិនបើយើងអត់ដាក់ទឹកទេគឺពិបាកកិនណារួចហើយគឺយើងដាក់ប្រេងសណ្តែកហ្នឹងទាំងអស់សរុប50ក្រាមណាកន្លះខាំណាអញ្ចឹងយើងបំបែកដាក់3ដងដូចគ្នាដែររួចហើយយកទៅកិនឲ្យម៉ត់ល្អចាបន្ទាប់ពីកិនបានម៉ត់ហើយបើបងប្អូនអត់ចង់ម៉ត់កិនរៀងម៉ត់តិចក៏បានដែរហើយយើងចាក់ចូលទៅក្នុងខ្ទះរួចហើយបន្តដាក់សណ្តែកដែលនៅសល់ហ្នឹងបំបែកដាក់បន្តិចម្ដងទៅជាមួយនឹងទឹកស្ងោរសណ្តែកនិងប្រេងឆាហ្នឹងចា3ទៅ4ដងអាស្រ័យលើម៉ាស៊ីនបងប្អូនអញ្ចឹងយើងបន្តការកិនរហូតដល់តែអស់សណ្តែកសិនអញ្ចឹងសណ្តែកខ្ញុំបានកិនរួចរាល់ហើយខ្ញុំដាក់ស្ករសចំនួន400ក្រាមឬក៏4ខាំចូលនិងបន្ទាប់មកអំបិលប្រហែលកន្លះស្លាបព្រាកាហ្វេចាបន្ទាប់មកគឺដាក់ស្ករស្អិតស្ករស្រូវក៏បានស្ករពោតក៏បានដែរលក្ខណៈស្អិតបែបនេះណាគេហៅ glucose syrup ចំនួន2ស្លាបព្រានេះបងប្អូនដាក់លើសតិចតួចជាងគ្នាក៏អត់អីដែរណាស្ករនេះគឺជួយធ្វើឲ្យស្នូលយើងនឹងពេលកូរដាច់ទឹកល្អហើយគឺកមួតស្អិតល្អអញ្ចឹងណាចារួចហើយយើងលើគ្រឿងផ្សំទាំងអស់ហ្នឹងដាក់លើចង្ក្រានដោយដំបូងយើងអាចប្រើភ្លើងរៀងខ្លាំងបន្តិចកូរទាល់តែសណ្តែកយើងហ្នឹងចាទាល់តែគ្រឿងផ្សំយើងហ្នឹងចាប់ផ្ដើមពុះល្អអញ្ចឹងបងប្អូនឧស្សាហ៍កូរណាបើអត់កូរទេងាយនឹងខ្លោចចាបន្ទាប់ពីចាប់ផ្ដើមពុះដូច្នេះហើយយើងបន្ថយភ្លើងមកភ្លើងរៀងខ្សោយបន្តិចហើយបន្តការកូររហូតដល់តែសណ្តែកយើងនឹងដាច់ទឹកល្អប៉ុន្តែនេះគឺអត់ទាន់ដាច់ទឹកទេបងប្អូនណាហើយត្រូវប្រយ័ត្នផងពីព្រោះពេលណាដែលពុះខ្ទាតចំដៃគឺឈឺអញ្ចឹងយើងបន្តការកូរទៀតដល់តែដាច់ទឹកនេះគឺចាប់ផ្ដើមចិត្តរួចរាល់ចិត្តបានគ្រាន់តែអត់ទាន់បានទេយើងព្យាយាមកូរឲ្យស្ងួតជាងនេះបន្តិចទៀតទៅធ្វើឲ្យស្នូលនំយើងទុកបានយូរ
ចាបន្តពីគោមួយសន្ទុះមកឥឡូវសណ្ដែកខ្ញុំគឺដាច់ទឹកល្អហើយប៉ុណ្ណេះពេលណាដែលយើងទុកឲ្យត្រជាក់រៀងស្អិតស្ងួតជាងនេះបន្តិចទៀតណាបងប្អូនអាចដួសដាក់ថាសឬក៏ដួសដាក់ប្រអប់ទុកឲ្យត្រជាក់ល្អហើយដាក់ក្នុងទូទឹកកកបាននៅពេលណាដែលបងប្អូនចង់ធ្វើនំចាំយកមកសូនជាដុំធ្វើក៏បានដែរអញ្ចឹងរួចរាល់អស់ហើយបងប្អូនចាអញ្ចឹងស្នូលសណ្ដែកក្រហមនេះគឺឆ្ងាញ់ណាស់បងប្អូនអាចធ្វើសម្រាប់ធ្វើស្នូលនំផ្សេងដូចជានំពៀនំលោកខែចានឹងនំផ្សេងទៀតបានជាច្រើននៅពេលណាដែលយើងចង់ធ្វើអាចយកចេញពីទូទឹកកកសូនជាដុំធំតូចធំតាមទំហំនំបងប្អូនហើយធ្វើជាស្នូលនំមួយជីកក៏ឆ្ងាញ់ដែរបងប្អូនចាអញ្ចឹងអរគុណច្រើនសង្ឃឹមថាវីដេអូរបស់ខ្ញុំមួយនេះមិនតិចក៏ច្រើនមិនច្រើនក៏តិចនឹងមានប្រយោជន៍ដល់បងប្អូនខ្លះជាមិនខានអញ្ចឹងបងប្អូនដែលមើល Channel Madesia អត់បានជួយ Subscribe សូមជួយ Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូផ្សេងទៀតបងប្អូនដែលមើលតាម Facebook ឬក៏ TikTok សូមជួយចុច follow ចុច like ចុច share page Madesia ផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត